Hello អ្នកនរគ្នាថ្ងៃនេះយើងមកចូលលំហាត់ថ្មីមួយទៀតដែលតើតើជាមួយនឹងការដោះស្រាយងាយៗទៅជាមួយនឹងលំហាត់ limit នៃអនុគមអញ្ចឹងយើងចូលមកលំហាត់ទី2 B គឺ limit x ខិតទៅដល់2នៃ x ដក2នៅលើ x ការ៉េដក4អញ្ចឹងយើងត្រូវបំបែកភាគច្រើនភាគបែកជាផងកតាដូចគ្នាដែរប៉ុន្តែដោយសារតែភាគយករបស់យើងជាអនុគមជាសមីការទី1អញ្ចឹងយើងមិនបាច់ត្រូវការវាបំបែកវាទេអញ្ចឹងយើងត្រូវការបំបែកតែភាគបែកគឺ sin x អញ្ចឹងយើងបានភាគបែក sin x ស្មើជាមួយនឹង x ការ៉េដក4អញ្ចឹងយើងអាចប្រើរូបមន្ត a ការ៉េដក b ការ៉េស្មើ a បូក b កតា a បូកដក b ហើយយើងបាន sin x ស្មើជាមួយនឹង x ការ៉េដក4ស្មើជាមួយនឹង x ដក2កតា x បូក2អញ្ចឹងយើងអាចចំនួនបានហើយអញ្ចឹងយើងបាន limit នៃ x ខិតទៅដល់2នៃ x ដក2នៅលើ x ការ៉េដក4អញ្ចឹងយើងអាចចំនួនបានទៅចំនួនកន្លែង x ការ៉េដក4នោះដោយ x ដក2កតា x បូក2យើងអាចសរសេរបានថា limit x ខិតទៅដល់2នៃ x ដក2នៅលើ x ដក2កតា x បូក2អញ្ចឹងស្មើជាមួយ limit x ខិតទៅដល់2នៃត្រង់ហ្នឹងយើងសម្រួល x ដក2ចោលអញ្ចឹងឥឡូវ a ភាគយកសល់1ហើយភាគបែកស្មើ x ដក2 x បូក2អញ្ចឹងយើងចំនួនចូល x ដោយស្មើ2អញ្ចឹងយើងបាន1នៅលើ2បូក2ស្មើ1លើ4អូខេចុះលំហាត់ហ្នឹងមានតែប៉ុណ្្នឹងឯងយើងចំណាំថាទៅពេលដែលភាគយកឬក៏ភាគបែកដែលគាត់មានសម័យកាលទី1អញ្ចឹងយើងមិនបាច់ត្រូវការបំបែកវាទេអញ្ចឹងយើងត្រូវការបំបែកចាប់ពីសម័យកាលទី2ទៅអញ្ចឹងនៅពេលដែលយើងជួបលំហាត់ដែលមានលំហាត់ដូចនឹងអញ្ចឹងដែលសម័យកាលទី1អញ្ចឹងយើងមិនបាច់ត្រូវការបំបែកវាទេអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេអញ្ចឹងរងចាំទស្សនាថ្ងៃស្អែកតទៀតលំហាត់ទី3អរគុណច្រើនបាយបាយ